ជំរាបសួរពុកម៉ែបងប្អូនអរគ្នាដែលមកធ្វើជ្រូកជើងមាន់ខ្លួនឯងចឹងបងប្អូនដឹងថាធ្វើលើកដំបូងដឹងស្គាល់រសជាតិចឹងបងប្អូនហើយគឺថាខានហូបយូរដែរជ្រូកជើងមាន់ហើយទីមួយយើងខ្ជិលទិញគេចឹងបងប្អូនទិញគេ10000នេះវាបានតិចយើងទិញមកខ្លួនឯងយើងប្រហែលជាអស់10000ជាងបងប្អូននឹងគ្រឿងអីចឹងយើងមកធ្វើខ្លួនឯងហើយយើងបានបត់វិសោធន៍បងប្អូនថាយើងធ្វើរបៀបម៉េចឲ្យឆ្ងាញ់អញ្ចឹងស្ទើរអីចឹងឲ្យក្រោយស្រួលធ្វើទៀតចឹងបងប្អូនគ្រាន់តែយើងធ្វើខ្លួនឯងយើងចំណាយពេលវេលាយូរដែរបងប្អូនបើយើងទិញគេបានស្រាប់គ្រាន់តែវាបានតិចបើយើងធ្វើខ្លួនឯងវាបានច្រើនបងប្អូនហូបថ្ងៃមុនបងប្អូនទិញពីគេមកបានតិចចឹងហូបអត់ឆ្អែតចឹងសម្រាប់ចិត្តថាធ្វើខ្លួនឯងត្មងទៅបើយើងហូបច្រើនដែរបងប្អូនចឹងនិយាយថាថ្ងៃមិញបងប្អូនថារៀបចំទៅថតវីដេអូហើយពេលទៅដល់កន្លែងវាស្រែបងប្អូនហើយមេឃលឹមមកវិញដល់កន្លែងថតដែរបងប្អូនហើយបកមកវិញសម្រាប់ចិត្តថាថតនៅបន្ទប់ហើយលើសលេងបាសលេងអីចឹងបងប្អូនមនុស្សដាក់លេងស៊ីនពេលយើងស្ដាប់ទៅលើសលេងភ្លេងអញ្ចឹងយើងខ្លាចក្រុមហ៊ុន Facebook ចាប់អញ្ចឹងបងប្អូនហើយស្ដាយវីដេអូអញ្ចឹងបងប្អូនយើងខំថតខំអីអញ្ចឹងសម្រាប់ចិត្តថាយកមកចូលសលេងអញ្ចឹងបងប្អូនមិនវងរលុបចោលតែវីដេអូហ្នឹងបងប្អូនលើសលេងបាសសលេងអីអញ្ចឹងព្រោះខ្លាចទៅបោះទៅខ្លាចវាជាប់ copyright អញ្ចឹងបងប្អូនអញ្ចឹងយកមកបញ្ចូលសលេងទៅកុំអីខាតនិយាយពីថាជក់ជើងមាន់យើងបងប្អូនគឺឆ្ងាញ់ធ្វើខ្លួនឯងមិនឆ្ងាញ់ទៀតគឺចប់បងប្អូនមែនអត់យើងធ្វើខ្លួនឯងយើងសរសើរខ្លួនឯងមានថាសរសើរយើងតែវាយើងខ្លួនឯងអញ្ចឹងបងប្អូនហើយជក់ជើងមាន់នេះធ្វើរយៈពេល2ម៉ោងបងប្អូនហើយតែមកបានហូបយើងយូរដែរអញ្ចឹងចឹងមកគេលក់តិចបងប្អូនថាគេធ្វើចំណាយពេលយូរហើយចំណាយគ្រឿងចំណាយអីនិយាយថាជក់ជើងមាន់គឺខ្ញុំចូលចិត្តហូបជាងគេគឺចូលចិត្តហូបអាកន្លែងគល់ជើងវាបងប្អូនគឺកន្លែងជ្រុបគឺឆ្ងាញ់មែនតើបងប្អូនហើយពិសេសបើហឹលទៀតកាន់តែហឹលកាន់តែអែមជក់ជើងមាន់អត់ហឹលអត់ឆ្ងាញ់ទេតែហឹលហើយយើងជូរគឺអែមមែនតើខ្ញុំចូលចិត្តហូបបងប្អូនជក់ជើងមាន់នេះខ្ញុំធ្វើនេះខ្ញុំដាក់ម្ទេសប្រហែលជា5គ្រាប់ដែរតែវាហឹលនៅតែអត់ហឹលចឹងមានអារម្មណ៍ថាស្ដាយក្រោយបានដាក់ម្ទេសថែមចឹងបងប្អូនវាស្មានតែវាហឹលដែរចឹងពេលយើងភ្លក់អីហើយលែងហឹលបណ្ដោយចឹងទី1ប្រពន្ធខ្ញុំគាត់អត់ហូបហឹលផងចឹងហើយគាត់មានកូនមានអីចឹងក៏ខ្លាចប៉ះពាល់ដល់កូនចឹងបងប្អូនហឹលពេកអញ្ចឹងខ្ញុំធ្វើដាក់មកមុំហូបអ្នកគ្នាចឹងបងប្អូនហើយលើកទី1ដែលខ្ញុំធ្វើជក់ជើងមាន់តែមិនកើតបងប្អូនខ្ញុំតែធ្វើទេតែប៉ះពាល់អីទេពេលដល់មានប្រពន្ធមានអីចឹងបងប្អូនយើងហ៊ានធ្វើហូបចឹងទៅបងប្អូនបើសិនជក់ជើងមាន់នេះខ្ញុំធ្វើទៅរៀងខុសឆ្គងទៅណាបងប្អូនសូមអភ័យទោសផងព្រោះថាខ្ញុំលើកទី1ខ្ញុំហ៊ានធ្វើចឹងបងប្អូនខ្ញុំអត់ដែលធ្វើទេហើយវីដេអូនេះមានអីច្រើនទេអរគុណបងប្អូនសម្រាប់ការចូលមើលវីដេអូខ្ញុំដែរសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំជួបគ្នាវីដេអូក្រោយបាយ